ព្រះពុទ្ធរូបបាននិមន្តមកដល់វត្តសេរីជុំព្រះអង្គប្រុសបញ្ចវគិអាត្មាជាវមកពីខេត្តពោធិ៍សាត់ស្រុកខ្មែរយើងហើយធ្វើតាមរចនាបថតាំងពីសម័យប្របាទក្រោយប្របាទធម្មមាសោកតិចសម័យឧត្តៈនៅព្រានសីទេឥណ្ឌាហើយជាវមកបានប្អូននៅពោធិ៍សាត់នេះធ្វើយ៉ាងស្អាតជាវគឺត្រង់ត្រីទៅបលាំងអីស្អាតជាងនៅបងនៅបរោពុទ្ធោទៀតស្អាតជាងនៅឥណ្ឌាទៀតទៅស្អាតជាងនៅឥណ្ឌាទៀតព្រោះរចនាបថទៅស្អាតហើយព្រះមហាកោដញ្ញាក៏ស្អាតដែរមកត្រៀមដាក់ឲ្យជាងធ្វើហើយទាំងបលាំងទាំងរចនាបថអីទៅជាខាងខ្មែរយើងទាំងអស់ម៉ែងអស់បលាំងវាស្អាតដែរបលាំងជើងបលាំងក៏មិនថតអត់បានថាបិទនេះតនបើកជិះជាវពីស្រុកខ្មែរមកប្រវត្តិព្រះអង្គកដញ្ញានេះគឺជាព្រាហ្មណ៍ដែលឆ្លាតវៀងវៃយ៉ាងគេអស់ក្នុងបណ្ដាលព្រាហ្មណ៍108នាក់រើសយកតែ8នាក់ដើម្បីទេលក្ខណៈរបស់សម្មាសម្ពុទ្ធនោះក្មេងយ៉ាងគេអាយុគេ20អាយុ20កាន់ព្រាហ្មណ៍ហ្មងគេអាយុ40 50អស់ព្រាហ្មណ៍កដញ្ញៈតែមួយយ៉ាងគឺព្រះសម្មាសម្ពុទ្ធព្រះសទ្ធត្ថនឹងបានត្រាស់ដឹងជាព្រះសម្មាសម្ពុទ្ធហើយព្រះកដញ្ញៈលោកឆ្លាតវៀងវៃលោកត្រាស់ដឹងមុនមុខយ៉ាងគេបំផុតគេទៅជាព្រាហ្មណ៍ឆ្លាតទៅពោះអ្នកបរិបត្តិធម៌ឆ្លាតជាងគេបរិបត្តិធម៌ពុបបានសម្រេចព្រះអរហត្តផលមុនគេទាំងអស់ទាំងព្រាហ្មណ៍ទាំង5នាក់នោះព្រះកោដញ្ញៈបបាសជីនក៏បានត្រាស់ដឹងមុនគេទាំងអស់ព្រះកោដញ្ញៈត្រាស់ដឹងមុនគេទាំងអស់ព្រោះឯលោកកសាងរាប់អសង្ខ័យធ្វើមុនគេទាំងអស់កែនៅជាជាតិជាមហាកាលចលកាលក៏ទៅស្រូវមិនតនឹងនេះទៅដាក់ទឹកដោះហ្នឹងក៏ច្បាច់ស្រូវយកទៅប្រគេនព្រះសម្មាសម្ពុទ្ធអត់រហូតអស់7ថ្ងៃទៅប្រាថ្នាជាតិណាបានសម្រេចធម៌ដូចជាដំបូងមកអស់ដូចជាសាវករបស់ព្រះពុទ្ធអត់លេងអង្គមួយសែនកាប់មុននោះហើយអញ្ចឹងព្រះកោដញ្ញាលោកកែបងបកែមែនទេហើយមានក្មួយម្នាក់ក៏បកែដែរខាងទេសនាគឺមន្តានីបុត្រលោកបកែខាងសម្ដែងធម៌ជាអេតតិកៈហើយប្រវត្តិកោដញ្ញាលោកមកផមបានព្រះសម្មាសម្ពុទ្ធបានត្រាស់ដឹងលោកចាស់ហើយ29គឺទៅ49 5ទៀត55សម្មាសម្ពុទ្ធត្រាស់ដឹងចិត្តយុជិត60បាត់ហើយអញ្ចឹងលោកមកទៅបប្រតិបត្តិធម៌ទៅបង្រៀនធម៌12ឆ្នាំនៅជាមួយដំរីទេលោកមិនសូវនៅមួយមនុស្សនៅមួយទេវតានៅអីទេមានទេវតានៅភ្នំកៃឡាសនោះមកដាក់បាតលោកប្រចាំលោកមិនសូវមានល្បីល្បាញដូចជាព្រះសារីបុត្រព្រះមោគលានអីព្រះស៊ីវលីព្រះកច្ចាយណាយទេបើព្រះអង្គគឺកំពូលអ្នកប្រាជ្ញខាងដឹងរាត្រីវែងមុនគេឲ្យត្រាស់ដឹងមុនគេហើយលោកឆ្លាតជ្រះវៃក្នុងគេថាដឹងហេតុដឹងកាលដឹងពេលដឹងវេលាដឹងអីគួរអ្វីមិនគួរលោកច្បាស់លាស់អញ្ចឹងលោកទុកឲ្យសង្ឃធ្វើការងារទុកឲ្យសង្គមសង្ឃសាវកផ្សេងធ្វើការងារលោកទៅបប្រតិបត្តិតាមជាស័យของព្រះអង្គទៅផងលោកទៅតាមទៅថាភ្នំតែមកពៀនភ្នំកៃឡាសនោះទៅឆ្ងាយហើយនិយាយដល់សង្ខេបអញ្ចឹងគឺញាតិញោមនឹងអញ្ជើញមកឃើញនៅវត្តសេរីជុំមានបងបញ្ញវគិទាំង5ហើយមានព្រះសម្មាសម្ពុទ្ធត្រង់ធ្វើដៃសម្ដែងធម្មចក្រពតនសូត្រហើយចប់តែប៉ុណ្ណេះ